ដោយសារតែវិសមការវាយូរពេកចំហាយខ្ជិលវាមិនតន់អស់នៅឡើយទេហើយចឹងហើយបានជាខ្ញុំនាំសុកជាញ៉ាំអាហារពេលព្រឹកតាមផ្លូវហ្មងទៅហើយសុកជាបងប្អូនអាចមើលមុខគាត់បានថាគាត់ញ៉ាំឆ្ងាញ់មិនឆ្ងាញ់ចឹងញ៉ាំបដាបោះនំប៉័ងឲ្យសัตว์ព្រៀបញ៉ាំបដានឹងឯងឥឡូវនេះពួកខ្ញុំទៅដល់ផ្សារហើយដើម្បីទិញសម្ភារៈខ្លះៗឲ្យសុកជាចូលរៀនបងប្អូនជាពិសេសសុកជាក្មេងម្នាក់ដែលថាក្មេងប្រុសតែប៉ុណ្្នឹងទេរបស់របរប្រើប្រាស់មិនសូវជាថ្នាក់ថ្នមប្រហែលទេប្រើឲ្យបោះចោលព្រុសក្នុងមួយឆ្នាំកាបូបរបស់គាត់មិនដឹងជាប្រើអស់ប្រហែលកាបូបទេបងប្អូនដែលខ្ញុំទិញឲ្យសុកជាម្ដងភាគច្រើនខ្ញុំទិញតែពណ៌ក្រហមទេនិយាយទៅស្រឡាញ់តាមពូម៉ៅពណ៌ដិតពណ៌ផ្អិនព្រំឬបលីងតែលើកនេះសុកជាក៏សូមវល់ខ្ញុំមកសូមវល់មកឯងរឿងមួយទិញកាបូបឲ្យខ្ញុំអត់យកពណ៌ក្រហមទេពណ៌ក្រហមបានតែក្មេងស្រីតែឥឡូវខ្ញុំធំហើយខ្ញុំសូមយកពណ៌ខ្មៅវិញគ្រាន់តែលឺសុកជានិយាយចឹងចង់ទៅសើចទេបងប្អូនបន្តមកទៀតខ្ញុំបានទិញឆាត់មួយនិងអាវភ្លៀងមួយហើយឆាត់សុកជាក៏សូមពណ៌ខៀវអាវភ្លៀងក៏ថាពណ៌អីក៏បានដែរអត់អីទេលើកលែងតែពណ៌ក្រហមពណ៌ឱកាឈូកនិងពណ៌លឿងបានហើយយីប្រមាក់ថាទិញពណ៌អីក៏បានដែរប៉ុន្តែលើកលែងប្រមាណពណ៌ដដែលហើយកាបូបចាស់ដែលគាត់បានធ្វើខូចនិយាយទៅខ្ញុំដើររកជាងកន្លែងជួសជុលកាបូបដែរប៉ុន្តែរកមិនឃើញសោះក៏កលេចភ្នែកទៅឃើញជាងពងតាដេស្បែកជើងក៏សួរគាត់លេងថាអ្នកឯងដេកាបូបអត់គាត់ថាមានអីកាបូបឲ្យគាត់ដេដែរប៉ុន្តែមើលបងប្អូនអើយគាត់យកជុលស្បែកជើងយកមកដេកាបូបនិយាយទៅនៅស្រុកឥណ្ឌាកណិតឆ្នៃប្រឌិតពិតជាមិនធម្មតាឥឡូវនេះផងដែរដល់វគ្គខ្ញុំដើរទិញបន្លែប្លុកម្ដងទុកញ៉ាំរយៈពេលមួយអាទិត្យចឹងដោយសារតែផ្ទះខ្ញុំទៅដល់កន្លែងទីក្រុងវារៀងឆ្ងាយគួរសមនៅតាមផ្ទះក៏យើងអាចទិញបន្លែបានដែរបងប្អូនប៉ុន្តែរៀងថ្លៃអីចឹងហើយខ្ញុំក៏បានទិញក្រូចឆ្មាតិចទៅទិញខ្ទឹមឬក៏ទិញល្មៀតបបដែលខ្ញុំបបាក់ហៅនៅស្រុកភូមិរបស់ខ្ញុំអីចឹងហើយនេះមិនដឹងដើមស្អីមើមស្អីទេបងប្អូននេះវាស្ទៀងនឹងគ្រឿងយើងល្មិចល្មាទេបងប្អូនអើយតែខ្ញុំដឹងថាជនជាតិឥណ្ឌាជាពិសេសអ្នកកាន់សាសនាហិណ្ឌូគាត់ចូលចិត្តញ៉ាំអានឹងមែនតើត្រង់ថាគាត់យកទៅធ្វើអីខ្ញុំមិនដឹងទេហើយឥឡូវនេះបន្លែខ្ញុំទិញបានហើយក៏គ្រួសារខ្ញុំមានត្រឡប់មួយមិនថាខ្ញុំទៅផ្សារឬក៏ម្ដាយក្មេកខ្ញុំទៅផ្សារតែខ្ញុំក៏ប្រាប់ខ្ញុំថាឲ្យខ្ញុំថែទាំម្ដាយក្មេកខ្ញុំជំនួសគាត់ផងប៉ុន្តែបងប្អូនមើលទៅមិនដឹងជាខ្ញុំថែគាត់មិនដឹងជាគាត់ថែខ្ញុំទេបងប្អូនប្រកាសជាដឹងថាម្ដាយក្មេកខ្ញុំវាធំកម្លាំងខ្លាំងដូចខ្លាដូចសេះជាងឯងខ្ញុំវិញដូចឆ្មាទឹកអត់សូវមានកម្លាំងដូចគាត់ប្រហែលទេប្រាប់ខ្ញុំទៀតផងដែរថាពេលល្ងាចឡើងកុំស្ងំនៅទៅជន់លើចុះទៅជន់ក្រោមកុំឲ្យម្ដាយក្មេកខ្ញុំមានអារម្មណ៍ក៏ដោយម្ដាយជាពិសេសទិញបន្លែពេលប្លុកជួយចាច់ម្លែកគាត់ផងដូចគាត់ឲ្យខ្ញុំអីអញ្ចឹងឥឡូវនេះផងដែរដែលវគ្គខ្ញុំធ្វើម្ហូបល្មមបងប្អូនអើយប៉ុន្តែមុខម្ហូបរបស់ខ្ញុំថ្ងៃនេះធ្វើប្រហុកលេងមុនធ្វើប្រហុកលេងធ្វើស្លាប់មន់ក្លុកឲ្យសុកជាញ៉ាំសិនព្រោះទៅសុកខ្មែរក៏អត់សូវបានញ៉ាំប្រហែលទេដោយសារតែគាត់ទៅទិញកន្លែងខ្លះគេលក់កន្លែងខ្លះគេមិនលក់នៅលក់ប្រាប់ថាវាហ្គាសឡើងថ្លៃចឹងទៅណាមួយបាក់ឲ្យទិញអំបិលវាផងហើយស្លាប់មន់នៅស្រុកឥណ្ឌានិយាយទៅមិនថាស្លាប់មន់ឬសាច់មន់នៅស្រុកឥណ្ឌាភាគច្រើនគេបោះស្បែកចេញហើយសុកជាសប្បាយចិត្តខ្លាំងមែនតើនៅពេលដែលខ្ញុំបានធ្វើស្លាប់មន់ក្លុកឲ្យគាត់ប៉ុន្តែគាត់ថាស្លាប់មន់ក្លុករបស់ខ្ញុំពណ៌ស្អាតវាស្លេកចាញ់គេធ្វើដាច់ត្មងខ្ញុំប្រាប់គាត់ថាពណ៌ស្អាតហ្នឹងគេដាក់លាក់ទេកូនអើយវាមិនល្អសម្រាប់សុខភាពទេនៅពេលដែលខ្ញុំបានធ្វើឲ្យគាត់ក៏សុំក្លុកបងប្អូនក្លុកសាច់មាន់ដូចក្លុកខ្លះឃ្លោកល្មិចតែមកទេហើយសប្បាយចិត្តខ្លាំងត្មងឥឡូវដល់ពេលខ្ញុំធ្វើប្រហុកលីងម្ដងតែសាច់ជ្រូកដែលខ្ញុំបានទិញយកមកធ្វើប្រហុកលីងថ្ងៃនេះនិយាយទៅរកសាច់វាជន់បានទេសាច់ស្មាមុខអញ្ចឹងហើយខ្ញុំបានទិញកន្លះគីឡូនិយាយទៅនៅស្រុកឥណ្ឌាសាច់ជ្រូកដែលគេមានលក់តាមស្រុកតាមភូមិអញ្ចឹងគេមិនកាប់រាល់ថ្ងៃទេមួយអាទិត្យគេកាប់តែម្ដងឬពីរដងតែប៉ុណ្ណឹងហើយខ្ញុំក៏សូមណែនាំគីនូគីសម្រាប់បងប្អូនពុកម៉ែមីងដែលមានពុកម្ដាយចាស់ចេះតែឈឺឆ្កេះឈឺឆ្អឹងឈឺឆ្អែងចុករយសពុនដៃជើងគួរតែមានមកប្រទះដាក់នៅតាមខ្លួនទៅបងប្អូនអើយវាងាយស្រួលប្រើអញ្ចឹងណាឈឺពេលណាបាត់ពេលក្នុងមកកញ្ចប់គេមានដល់ប្រទះហើយជាផលិតផលរបស់កូនខ្មែរអញ្ចឹងហើយបើសិនជាបងប្អូនមានចំណាប់អារម្មណ៍ងាយរកទេតាមផ្សារតាមប៉ាមស៊ីឬក៏ឆាតទៅ page របស់គាត់ផ្ទាល់ក៏បានដែរមានរឿងមួយទៀតបងប្អូនក្រុមហ៊ុនរបស់គាត់មានផលិតផលជាច្រើនដែលយើងអាចរកបានសម្រាប់ថាយើងប្រើប្រាស់ជីវិតប្រចាំថ្ងៃរបស់យើងអញ្ចឹងហើយត្រឡប់ចូលសាច់រឿងខ្ញុំវិញម្ដងនិយាយទៅមកដល់ឥណ្ឌាវិញមានអារម្មណ៍ថាកណ្ដែងខ្លាំងណាស់បងប្អូនអើយសម័យថាបើសិនជាមានពូម៉ៅនៅជាមួយមិនដឹងល្អប៉ុណ្ណាទេប៉ុន្តែពូម៉ៅថាទុកឱកាសទុកពេលវេលាគាត់សិនគាត់ចង់រកលុយឲ្យបានច្រើនតន់គាត់នៅក្មេងអញ្ចឹងហើយខ្ញុំមានតែព្រមរស់នៅជីវិតបែបអញ្ចឹងបងប្អូនជីវិតតាមម្ដាយនឹងកូននេះអញ្ចឹងណាខំស្កាត់ពីស្រុកខ្មែរមកដល់ស្រុកឥណ្ឌាតែបាននៅជាមួយប្តីសោះត្មងឥឡូវប្រហុកលីងរបស់ខ្ញុំដល់វគ្គខ្ញុំដាក់ចូលចំអិនល្មមបងប្អូនបន្ទាប់ពីច្រាមអស់រយៈពេលប្រហែលជា4-10នាទីតែប៉ុណ្ណោះព្រោះកបិតដែលខ្ញុំយកមកស្រុកខ្មែរមកឲ្យបងប្អូនដាក់ទៅច្រឹចមុតសាហាវត្មងចឹងហើយនៅពេលខ្ញុំច្រាមរយៈបន្តិចស្រួលឆាត់ដៃតែលើហើយបងប្អូនហើយចំពោះប្រហុកលីងឲ្យតែខ្ញុំធ្វើម្ដងនិយាយទៅខ្ញុំដាក់គ្រឿងគេថាស្រាអញ្ចឹងមិនសូវដិតប៉ុន្មានទេសូម្បីតែប្រហុកខ្ញុំបន្ថយឬក៏អំបិលស្ករហើយនឹងប៊ីចេងក៏បន្ថយទៅតាមហ្នឹងអញ្ចឹងហើយម្ហូបខ្លះដែលធ្វើចេញមកវាមិនសូវសំណុំសំនួននឹងគេ
ម៉ានទេបងប្អូនបន្តែដើម្បីណាមួយយើងចាស់ផងវ័យកាន់តែជ្រេគួរតែគិតពីសុខភាពជាចម្បងដើម្បីរស់បានយូរនៅជាមួយកូនចៅអីអញ្ចឹងបងឥឡូវផុករីងរបស់ខ្ញុំរួចរាល់ហើយអត់បងប្អូនបន្តែបន្លែអត់សូវមានច្រើនមុខម៉ានទេបងប្អូនមានតែ2 3មុខតែប៉ុណ្ណឹងហើយសម្រាប់ចំណងចំណូលចិត្តរបស់ខ្ញុំឲ្យតែនៅធៀងហូបដែលខ្ញុំចូលចិត្តខ្លាំងបំផុតហ្នឹងគឺប្រហុកលេងនិងសឡបញ្ជូរបងប្អូនតែ2នឹកមុខទេតែ2មុខហ្នឹងទេនិយាយវត្តកោហើយវីដេអូចិត្តចប់ហើយហ្នឹងចង់សរសើរដែរបងប្អូនវីដេអូមកជោគជាបើមិនខុសវាមិនអាចទៅវីដេអូមួយនេះខ្ញុំយកផុសនៅក្នុង page នឹងផ្ទាល់មិនដឹងថាបងប្អូនចូលមើលបានប្រហែលអ្នកទេព្រោះ page នឹងបាត់ការមើលឃើញពី Facebook ប៉ុន្តែហេតុតែកុំឲ្យ Facebook គិតថាយើងបោះបង់ page នឹងចោលអញ្ចឹងជាទៅផុសហើយវីដេអូខ្ញុំក៏មានប៉ុណ្ណឹងដែរអរគុណច្រើនបងប្អូនតែឆ្លាញ់ចូលចិត្តមើលវីដេអូខ្ញុំសូមអធិស្ឋានបើសិនខ្ញុំនិយាយខុសត្រង់ចំណុចណាមួយអរគុណជម្រាបលាចាំជួបវគ្គក្រោយ